គាត់ហ្នឹងសមអាយុ42ឆ្នាំអត់បងប្អូននិយាយទៅគាត់ផុសថាគាត់អាយុ42ឆ្នាំអញ្ចឹងណាមានអ្នកខ្លះខមមិនច្រើនមែនតើថាគាត់ចាស់ជាងអាយុអីផ្សេងៗអញ្ចឹងទៅខ្ញុំធ្វើវីដេអូហ្នឹងមិនមែនតែមើលងាយរូបរាងអ្នកដតីទេប៉ុន្តែអ្វីដែលខ្ញុំចង់លើកយកមកនិយាយហ្នឹងគឺស្បែករបស់គាត់ខូចខាតដោយពន្លឺព្រះអាទិត្យច្រើនខ្លាំងមែនតើបងប្អូនគាត់ស្បែកសឯណាប៉ុន្តែគាត់មានជាំច្រើនកន្លែងនិយាយទៅបងប្អូនអាស៊ីយើងណាឬក៏ស្បែកខ្មៅងាយឡើងជាំងាយឡើងអាចរុយខ្លាំងមែនតើបើសិនជាស្បែកយើងខូចខាតដោយពន្លឺព្រះអាទិត្យប៉ុន្តែបើសិនជាស្បែកសគេហៅ Caucasian skin ពួកគាត់មានអាកោសិកាម៉ាឡានុស័យហ្នឹងទូជាងយើងស្បែកគាត់អត់ងាយផលិតមេឡានីនទេបើត្រូវថ្ងៃម៉មគាត់អត់មានងាយឡើងជាំងាយឡើងអាចរុយទេករណីគាត់ម្នាក់ហ្នឹងខ្ញុំគិតថាគាត់ត្រូវថ្ងៃច្រើនមែនតើរហូតដល់ស្បែកគាត់ខូចខ្លាំងអញ្ចឹងបើសិនជាបងប្អូនចង់កុំឲ្យឆាប់ចាស់ឆាប់ជ្រួញចង់និយាយថាយើងមិនអមតៈឯប៉ុន្តែយើងអត់ចង់ឲ្យយើងមើលទៅចាស់ជាងអាយុការពារស្បែកពីពន្លឺព្រះអាទិត្យដោយការលាបលេការពារកម្ដៅថ្ងៃពាក់មួកការពារកម្ដៅថ្ងៃពេលយើងចេញក្រៅអីចឹងទៅព្រោះមានការសិក្សាស្រាវជ្រាវជាច្រើនយើងដឹងទូទៅតែម្ដង UV ចេញពីពន្លឺព្រះអាទិត្យគឺបំផ្លាញ collagen នៅលើស្បែកយើងធ្វើឲ្យស្បែកយើងនឹងឆាប់ចាស់ឆាប់ជ្រួញហើយបើងាយនឹងឡើងអាចរុយទៀតបើយើងមានជាំយើងឡើងកាន់តែខ្លាំងហើយបើយើងត្រូវថ្ងៃច្រើនទៀតយើងចាប់ផ្ដើមឡើងជាំដោយករណីគាត់ចឹងអាហ្នឹងគ្រាន់តែនិយាយរឿងស្បែករឿងសម្រស់ហេប៉ុន្តែដល់ពេលដែលយើងត្រូវថ្ងៃច្រើនឬក៏ដេក5ថ្ងៃច្រើនណាក៏ងាយបង្កឲ្យកើតជំងឺមហារីកស្បែកដែរនៅប្រទេសអូស្ត្រាលីនិងនៅប្រទេសញូហ្សេឡង់គឺអូស្ត្រាលីលេខ1ញូហ្សេឡង់លេខ2មានមហារីកស្បែកច្រើនមហារីកស្បែកដោយពន្លឺព្រះអាទិត្យមេឡាណូម៉ាដោយសារនៅញូហ្សេឡង់អូស្ត្រាលីហ្នឹងគឺ UV ខ្លាំងហើយពន្លឺព្រះអាទិត្យច្រើនក្នុងរយៈពេល1ឆ្នាំអញ្ចឹងណាបើនៅខាងអឺរ៉ុបអត់ទេភាគច្រើនសតុំភាគច្រើនទេបើនៅនេះពន្លឺច្រើនអញ្ចឹងប្រជាជនចូលចិត្តដេក5ថ្ងៃដេកអីចឹងណាបរទេសដល់ពេលអញ្ចឹងទៅងាយកើតជំងឺមហារីកស្បែកខ្លាំងមែនតើអញ្ចឹងគឺយើងដឹងទូទៅបងប្អូនចង់កុំឲ្យឆាប់ចាស់ឆាប់ជ្រួញអត់មានអីក្រៅពី sunscreen ហើយនឹងមួកការពារអីទេកុំភ្លេចឲ្យសោះណាហើយបើចង់បាន sunscreen ដែលល្អណាមាន SPF 50 បូកនេះខ្ញុំ recommend sunscreen Labon សម្រាប់ស្បែកស្ងួតហើយស្បែកទូទៅស្បែកខ្លាញ់ប្រើត្រូវទេហើយអានេះវិញគឺផលិតនៅប្រទេសអូស្ត្រាលីធានាកម្រិត SPF ជូនហ្មងសម្រាប់បងប្អូនចង់បានស្បែកស្អាតមានសុខភាពល្អខ្ញុំណែនាំ Skin Care Labon ដែលជា brand កូនខ្មែរផលិតនៅប្រទេស New Zealand នៅក្នុងរោងចក្រដែលមានស្តង់ដារនេះគឺខ្ញុំជាមួយអ្នកជំនាញបណ្ឌិតលើ Skin Care ក្នុងការផលិតយើងនៅមន្ទីរពិសោធន៍ព្រោះយើងទៅពិសោធន៍ផ្ទាល់ឲ្យខ្លួនឯងណា Skin Care មួយគឺចំណាយពេលពី2ឆ្នាំកន្លះទៅ3ឆ្នាំទើបអាចផលិតចេញបានហើយកន្លែង storage ខ្ញុំដើរនេះមិនមែនតែមួយជួរហ្នឹងទេណាគឺ10ជួរបងប្អូនរោងចក្រធំមែនតើគេមានដុកទ័រសើស្បែកនៅប្រចាំគេមានអ្នកជំនាញខាងគីមីវិទ្យាហើយនឹងអ្នកជំនាញខាងផលិត Skin Care មានម៉ាស៊ីនតេស្តជាច្រើនហើយរបស់យើងគឺធានាស្តង់ដារជូនតែម្ដងបងប្អូនប្រើប្រាស់ដោយទំនុកចិត្តមិនភ័យខ្លាចផលិតផលសុទ្ធអត់មានដាក់សារធាតុកាត់សារធាតុលាយស្តង់ដារអន្តរជាតិតែម្ដង